សូមជូនរឿងពណ៌ឥន្ធនូដែលបាត់បង់នៅលើភ្នំមួយដែលមានពពករស់នៅមានស្រមោលឥន្ធនូដ៏ស្រស់ស្អាតត្រចះត្រចង់ដែលវាមានឈ្មោះថាអារ៉ាមានពណ៌ដ៏ស្រស់ស្អាតចំនួន7ពណ៌ដែលរស់នៅជាមួយគ្នាដោយសុខសាន្តក៏ប៉ុន្តែនៅថ្ងៃមួយពណ៌ទាំង7ក៏បានឆ្លោះគ្នាដោយសារតែពួកវាម្នាក់គិតថាខ្លួនមានពណ៌សំខាន់ជាងពេលនោះដែរពណ៌ក្រហមបាននិយាយឡើងថាខ្ញុំគឺជាពណ៌នៃកម្លាំងនិងគឺជាពណ៌នៃការស្រឡាញ់ខ្ញុំគឺសំខាន់ជាងគេក៏ប៉ុន្តែពេលនោះពណ៌ខៀវក៏បានប្រកែកវិញថាទេខ្ញុំទើបជាពណ៌នៃសមុទ្រនិងពណ៌នៃមេឃខ្ញុំពិតជាធំធេងខ្លាំងណាស់ពណ៌លឿងពេលនោះក៏បានចូលរួមជាមួយនឹងគេផងដែរពួកអ្នកទាំងអស់គ្នាខុសទាំងអស់ខ្ញុំគឺជាពណ៌នៃព្រះអាទិត្យហើយក៏ជាពណ៌នៃសុភមង្គលផងដែរភ្លាមនោះពួកគេទាំងអស់គ្នាបានឆ្លោះគ្នាយ៉ាងខ្លាំងរហូតដល់ពណ៌ទាំងអស់ខ្ចាត់ខ្ចាយពីគ្នាអារ៉ាក៏បានបាត់បង់ពណ៌ទាំងអស់និងបានក្លាយទៅជាស្រមោលដ៏ស្លេកតែមួយចាប់ពីពេលនោះមកពិភពលោកក៏បានក្លាយទៅជាពណ៌ប្រាក់កកីដែលគ្មានពណ៌អ្វីស្រស់ស្អាតទាល់តែសោះផ្កាក៏លែងមានពណ៌ដ៏ស្រស់ស្អាតចំណែកឯមេឃក៏លែងមានពណ៌ខៀវទៀតដែរហើយផ្កាយវិញក៏លែងបញ្ចេញពន្លឺភ្លឺដូចជាកាលមុនផងដែរព្រោះពណ៌របស់វាត្រូវបានរលត់អស់ទៅហើយមានកុមារីម្នាក់ឈ្មោះផាណាដែលនាងធ្លាប់តែចូលចិត្តពណ៌និងរូបរាងរបស់ឥន្ធនូនាងបានសង្កេតឃើញភាពដូចគ្នានេះនាងក៏បានឡើងទៅលើភ្នំហើយជួបជាមួយនឹងស្រមោលឥន្ធនូដែលកំពុងតែយំផាណានាងបានសួរហេតុអ្វីបានជាអ្នកយំអារ៉ាបានរៀបរាប់អំពីបញ្ហាទាំងអស់ផាណាគិតមួយសន្ទុះបន្ទាប់មកនាងបាននិយាយថាតើអ្នកដឹងទេខ្ញុំធ្លាប់បានគូររូបគំនូរមួយដែលប្រើប្រាស់ពណ៌ទាំងអស់នៅពេលដែលខ្ញុំគូរវានោះវាពិតជាស្រស់ស្អាតខ្លាំងណាស់តែប្រសិនបើនៅពេលណាមួយខ្ញុំបានគូររូបគំនូរនោះប្រើតែពណ៌តែមួយតែប៉ុណ្ណោះខ្ញុំបានសង្កេតឃើញថារូបគំនូរមួយនោះវាមិនស្អាតនោះទេក៏ប៉ុន្តែនៅពេលដែលខ្ញុំបន្ថែមពណ៌បន្ថែមទៅលើវារូបគំនូរមួយនោះក៏បានប្រែទៅជាស្រស់ស្អាតផាណានាងបានជួយប្រមូលពណ៌ទាំង7មកវិញហើយបានបញ្យល់ទៅពួកគេថាពណ៌នីមួយសុទ្ធតែមានលក្ខណៈរៀងៗខ្លួនក៏ប៉ុន្តែនៅពេលណាដែលពួកគេរួមបញ្ចូលគ្នាពណ៌ទាំងអស់នោះក៏បានក្លាយទៅជាពណ៌ដ៏ស្រស់ស្អាតនិងអស្ចារ្យជាមិនខានហើយក៏បានយកព្រមត្រឡប់ចូលមករួមគ្នាវិញពេលនោះអារ៉ាបានក្លាយទៅជាឥន្ធនូដ៏ស្រស់ស្អាតឡើងវិញហើយពិភពលោកក៏បានភ្លឺស្វាងឡើងមកវិញដោយមានពណ៌ដ៏ស្រស់ស្អាតទៀតផងចាប់ពីថ្ងៃនោះមកពណ៌ឥន្ធនូក៏មិនដែលឆ្លោះគ្នាទៀតនោះឡើយពីព្រោះពួកគេបានដឹងថាភាពស្រស់ស្អាតត្រចះត្រចង់គឺកើតឡើងនៅពេលដែលពួកគេរួមគ្នានៅក្នុងរឿងនេះផងដែរបានបង្រៀនកុមារថាកាលណាបើយើងចេះរួមគ្នានោះនឹងធ្វើឲ្យយើងទទួលបាននូវភាពដ៏អស្ចារ្យមួយ